សួស្តីអ្នកទាំងអស់គ្នា皆さんこんにちはអញ្ចឹងក្នុងវីដេអូនេះ Sensei មានគេអាស័ព្ទមូលដ្ឋានភាសាជប៉ុនចំនួន15យកមកចែករំលែកក៏ដូចជាបង្រៀនអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងយើងចាប់ផ្ដើមSensei ចង់បញ្យល់បន្តិចនៅក្នុង slide ហ្នឹង Sensei មានសរសេរដូចជា kanji hiragana romaji ភាសាខ្មែរនិងភាសាអង់គ្លេសដើម្បីគ្នាយើងងាយស្រួលយល់បន្ទាប់មក Sensei ក៏មានសម្គាល់ថាពាក្យហ្នឹងគឺស្ថិតនៅក្នុង JLPT ឬ Level ណាដែរហើយក៏មានឧទាហរណ៍ដែរអញ្ចឹងដើម្បីមកយូរយើងចូលមកពាក្យទី1ពាក្យទី1យើងអានថា tabemas បកប្រែថាញ៉ាំឬក៏ហូបឧទាហរណ៍ Gohan o tabemas ខ្ញុំញ៉ាំអាហារ Gohan បកថាអាហារឬក៏បាយ o គឺជា particle tabemas បកប្រែថាញ៉ាំ Gohan o tabemas ហើយអាស័ព្ទទី2គឺ nomimas បកប្រែថាផឹកឧទាហរណ៍ Mizu o nomimas ខ្ញុំផឹកទឹកMizu បកប្រែថាទឹក o គឺជា particle nomimas ផឹកបន្ទាប់មកគឺគេអាស័ព្ទ mimas បកប្រែថាមើល Terebi o mimas ខ្ញុំមើលទូរទស្សន៍ Terebi o mimas Terebi ទូរទស្សន៍ o គឺជា particle ហើយ mimas បកប្រែថាមើលហើយអាស័ព្ទទី4នោះគឺ kikimas បកប្រែថាស្ដាប់ហើយពេលខ្លះបកប្រែថាសួរអញ្ចឹងក្នុងឧទាហរណ៍យើងនេះគឺ ongaku o kikimas ខ្ញុំស្ដាប់ចម្រៀងហើយអាស័ព្ទទី5គឺ hanashimas បកប្រែថានិយាយក្នុង array ឬក៏ឧទាហរណ៍យើងដែរគឺ Nihongo o hanashimas ខ្ញុំនិយាយភាសាជប៉ុន Nihongo ភាសាជប៉ុន hanashimas និយាយ ikimas ទៅ array Gakko e ikimas ខ្ញុំទៅសាលា Gakko សាលា e គឺជា particle ikimas បកប្រែថាទៅ kimas បកប្រែថាមកឧទាហរណ៍ Tomodachi ga kimas មិត្តភ័ក្តិមកអញ្ចឹងអាចមកលេងផ្ទះឬក៏មកទីតាំងក្នុងរូបភាពនេះគឺមកលេងផ្ទះបន្ទាប់គឺពាក្យ kaerimas ត្រឡប់ re uchie kaerimas មានន័យថាត្រឡប់ទៅកាន់ផ្ទះuchi ផ្ទះ គឺជា particle kaerimas បកថាត្រឡប់ shimas អាចបកប្រែបានពីរទី1គឺធ្វើទី2គឺលេងក្នុងឧទាហរណ៍យើងនេះ sports o shimas ប្រែថាលេងកីឡាអញ្ចឹង shimas កន្លែងនេះ Sensei លើកឧទាហរណ៍ដែលមានន័យថាលេងឧទាហរណ៍ដែលមានន័យថាធ្វើដូចជាធ្វើ homework shikudai o shimasu គេអាស័ព្ទទី10របស់យើងគឺ kaimas បកប្រែថាទិញ pan o kaimas ខ្ញុំទិញនំប៉័ង pan នំប៉័ងគេអាស័ព្ទទី11គឺ utaimas ប្រែថាច្រៀងឧទាហរណ៍
Utao utaimasu Utao utaimasu ខ្ញុំច្រៀងចម្រៀងខ្ញុំច្រៀងចម្រៀង Uta បកប្រែថាចម្រៀង Utaimasu បកប្រែថាច្រៀង បន្ទាប់គឺ Oyogimasu Oyogimasu បកប្រែថាហែលទឹក Oyogimasu และ Pool de Oyogimasu Pool de Oyogimasu ខ្ញុំហែលទឹកនៅឯ pool អាងហែលទឹកខ្ញុំហែលទឹកនៅអាងហែលទឹក Oyogimasu បន្ទាប់ពី Oyogimasu គឺ Arukimasu 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 បកប្រែថាដើរចឹងយើងមើលឧទាហរណ៍យើង Koen o Arukimasu Koen o Arukimasu បកប្រែថាខ្ញុំដើរនៅឯឧទ្យានខ្ញុំដើរនៅឯឧទ្យាន Koen បកប្រែថាឧទ្យាន កិរិយាសព្ទបន្ទាប់គឺ Hashirimasu Hashirimasu បកប្រែថារត់ Hashirimasu អញ្ចឹងយើងមើលឧទាហរណ៍យើងគឺ Hayaku Hashirimasu Hayaku Hashirimasu អញ្ចឹងក្នុងរូបភាពនេះពេលដែលគូខាងគឺសិស្សរត់យ៉ាងលឿន Hayaku Hashirimasu បកប្រែថារត់យ៉ាងលឿនពាក្យថា Hayaku គឺជាគុណកិរិយាគឺជាមានន័យថាយ៉ាងលឿនកិរិយាសព្ទចុងក្រោយរបស់យើងគឺ Nemasu 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 បកប្រែថាដេក Re Densha de Nemasu Densha de Nemasu ខ្ញុំដេកនៅលើរថភ្លើង Densha បកប្រែថារថភ្លើងអញ្ចឹងអរគុណទាំងអស់គ្នាArigatou minasan ជួបគ្នានៅកិរិយាសព្ទ15បន្ទាប់នៅវីដេអូក្រោយសង្ឃឹមថាកិរិយាសព្ទទាំងអស់នេះនឹងមានប្រយោជន៍ជាមូលដ្ឋានសម្រាប់ការសិក្សាភាសាជប៉ុនរបស់អ្នកទាំងអស់គ្នា それではお疲れ様です。ありがとうございます。